Trong thể hiện nơi trần, ta mình đang quan miền đi học, quan miền đà sẽ có vị trí lai tiếng ní hai nâng ní đá cùng tung tập đó hai rụp co 100% pin tại một đồng nhật ngọc nè chắc mẹ ní cứ chỉ đừng nâng lỡ mùi hai tờ lơ đừng nâng lỡ mùi tiết nút cứ សម្រាប់អ្នកដែលគាត់អត់ចេះភាសាចិនអត់មាន HSK ក៏គាត់អាចធ្វើការដាក់ពាក្យបានដែរអ្នកនរគ្នាប្រហែលជាពុកឆ្ងល់ត្រូវថាអត់ចេះចិនផងហាក់មាន HSK ទៀតឲ្យដាក់ពាក្យមកអញ្ចឹងដោយសារតែនេះគឺជា program 1+4 សម្រាប់ program 1+4 នេះបានន័យថានៅពេលដែលយើងជាប់អាហារូបករណ៍ទៅដល់ចិនណាគឺគេឲ្យយើងរៀនភាសាចិន1ឆ្នាំសិនរៀនភាសាចិននៅចិនរៀនចិនសុទ្ធហ្មង1ឆ្នាំពេញចុះក្រៅពីសិក្សាភាសាចិនតើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍អីខ្លះពីអាហារូបករណ៍នេះដែរសម្រាប់អត្ថប្រយោជន៍ដែលយើងទទួលបានពីអាហារូបករណ៍មួយនេះគឺយើងទទួលបានមកវិញនៅថ្លៃសាលា 100% ពេញតែម្ដងបានន័យថាយើងអត់ចាំបាច់ត្រូវបង់ថ្លៃសាលាអ្នកទាំងអស់គ្នាទៅលើទី2វិញគឺកន្លែងស្នាក់នៅសម្រាប់កន្លែងស្នាក់នៅគឺយើងនៅដមរបស់សាកលវិទ្យាល័យដែលខាងសាលាគេជាអ្នករៀបចំឲ្យហើយទៅលើទី3វិញគឺប្រាក់ឧបត្ថម្ភប្រចាំខែអញ្ចឹងទៅលើប្រាក់ឧបត្ថម្ភប្រចាំខែនេះដែរក៏គេមានឧបត្ថម្ភឲ្យយើងជារៀងរាល់ខែដែរឬមួយក៏និយាយមកទៀតថាដល់ខែបើកលុយចុះទៅលើមុខជំនាញវិញតើខ្ញុំអាចធ្វើការជ្រើសរើសមុខជំនាញដែលខ្ញុំពេញចិត្តបានអត់ហើយជំនាញនោះមានច្រើនអត់សម្រាប់ចម្លើយនោះគឺបានយើងអាចធ្វើការជ្រើសរើសទៅលើមុខជំនាញដែលយើងពេញចិត្តដែលយើងចូលចិត្តបានហើយជំនាញគឺមានច្រើនខ្លាំងមែនតើមកអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអាចរៀបរាប់ទូទៅជូនដល់អ្នកទាំងអស់គ្នាបានសម្រាប់មុខជំនាញមានដូចជា business engineering computer science ឬមួយក៏ tourism ជាដើមតែសូមបញ្ជាក់ថាមិនមែនតែ4ហ្នឹងណាមានច្រើនជាងនឹងទៀតអញ្ចឹងទៅលើ deadline វិញ deadline របស់គេគឺនៅចុងខែហ្នឹងហើយអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ឬមួយក៏ចង់ធ្វើការសាកសួរព័ត៌មានបន្ថែមទៀតអាចតាក់ទងមកកាន់ SAC Study Abroad Center បានឬមួយក៏តាក់ទងមកកាន់ Telegram លេខ 098 313 868 ឬលេខមួយខ្សែទៀត 060 676 432ឬមួយក៏មកដល់ទីតាំងការិយាល័យយើងផ្ទាល់តែម្ដងក៏បានដែរអ្នកទាំងអស់គ្នាដែលមានទីតាំងនៅជិតផ្សារបឹងត្បែកនៅក្រៅក្រសួងអភិវឌ្ឍជនបទផ្លូវលេខ95ផ្ទះលេខ79អញ្ចឹងរងចាំអីទៀតលេខទូរស័ព្ទក៏ដឹងទីតាំងក៏ដឹងកុំភ្លេចធ្វើការសាកសួរព័ត៌មានទាំងអស់គ្នា